ការឈានដល់អ្នកប្រើ300លានអ្នកមិនមែនជាលេខធម្មតាទេវាជាការប្រមូលផ្ដុំរបស់ដំណើរផ្ទាល់ខ្លួនរាប់លានដែលភ្ជាប់គ្នាជាសហគមន៍សាកលតែមួយការឈានដល់កម្រិតនេះបង្ហាញថាទ្រព្យឌីជីថលនិងបច្ចេកវិទ្យា Blockchain បានផ្លាស់ប្ដូរពីគំនិតតូចមួយទៅជាផ្នែកមូលដ្ឋាននៃហិរញ្ញវត្ថុនិងវានុវត្តឌីជីថលសម័យថ្មីអត្ថន័យសំខាន់បំផុតនៃចំនួននេះគឺទំនុកចិត្តកើតឡើងពេលមនុស្សពីប្រទេសនិងវប្បធម៌ផ្សេងជ្រើសរើសវេទិកាតែមួយដើម្បីសិក្សាស្វែងយល់និងចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុថ្មីអ្នកប្រើ300លានអ្នកបង្ហាញពីទំនុកចិត្តដែលត្រូវបានកសាងឡើងតាមរយៈការអប់រំភាពងាយស្រួលនិងការរីកចម្រើនរួមគ្នាបើយើងស្រមៃថាអ្នកប្រើទាំងនេះជាប្រទេសមួយប្រទេសនោះនឹងមានប្រជាជនច្រើនជាងប្រទេសជាច្រើនលើពិភពលោកហើយនឹងឈរនៅចំណាត់ថ្នាក់ទី4នេះបង្ហាញថាសហគមន៍ឌីជីថលបានក្លាយជាសាកលហើយការចូលរួមក្នុង Blockchain មិនកំណត់ត្រឹមតំបន់ណាមួយទៀតឡើយកំណើនដ៏ធំនេះមិនកើតឡើងភ្លាមទេក្នុងរយៈពេល1ឆ្នាំកន្លះកន្លងមកមានអ្នកប្រើថ្មីជាមធ្យមប្រហែល 180,000 នាក់ក្នុងមួយថ្ងៃនេះបង្ហាញថាចំណាប់អារម្មណ៍លើទ្រព្យឌីជីថលមិនមែនមកពីអារម្មណ៍ខ្លីទេប៉ុន្តែមកពីការយល់ដឹងនិងការប្រើប្រាស់ជាក់ស្ដែងកាន់តែទូលំទូលាយបើយើងប្រៀបធៀបជាមួយសេវាឌីជីថលធំផ្សេងទៀតចំនួនអ្នកប្រើប្រហែល300លានអ្នកបង្ហាញថាទ្រព្យឌីជីថលកំពុងចូលទៅជាផ្នែកធម្មតានៃជីវិតឌីជីថលប្រចាំថ្ងៃវាមិនមែនជាបច្ចេកវិទ្យាដែលនៅឆ្ងាយទៀតឡើយលើសពីចំនួនអ្វីដែលសំខាន់បំផុតគឺសហគមន៍មិនត្រឹមតែជាការជួញដូរទេប៉ុន្តែជាការរៀនរួមគ្នាចែករំលែកចំណេះដឹងគាំទ្រគ្នាទៅវិញទៅមកនិងកសាងទំនុកចិត្តជាបន្តបន្ទាប់ចាប់ពីអ្នកជួញដូរអ្នកអភិវឌ្ឍអ្នកសិក្សារហូតដល់អ្នកចាប់ផ្ដើមថ្មីទាំងអស់សុទ្ធតែជាផ្នែកនៃដំណើរនេះគំនិត One Unstoppable Community តំណាងឲ្យការរួមចំណែករបស់មនុស្សរាប់លានដែលកំពុងផ្លាស់ទីទៅមុខជាមួយគ្នាវាបង្ហាញថាពេលមនុស្សមានជំនឿរួមនិងគោលបំណងរួមការរីកចម្រើនកើតឡើងបានលឿននិងមាននិរន្តរភាពការអប់រំមានតួនាទីសំខាន់ណាស់ក្នុងដំណើរនេះសម្រាប់អ្នកជាច្រើនការចូលមកពិភពទ្រព្យឌីជីថលដំបូងអាចមានអារម្មណ៍ស្មុគស្មាញការរៀនជាសហគមន៍ជួយកាត់បន្ថយការភ័យខ្លាចធ្វើឲ្យការយល់ដឹងកាន់តែច្បាស់និងធ្វើឲ្យមនុស្សចូលរួមបានច្រើនជាងមុនការឈានដល់អ្នកប្រើ300លានអ្នកក៏បង្ហាញថាទ្រព្យឌីជីថលកំពុងត្រូវបានទទួលស្គាល់ជាផ្នែកមូលដ្ឋាននៃប្រព័ន្ធហិរញ្ញវត្ថុអនាគតវាមិនត្រឹមតែជាបច្ចេកវិទ្យាថ្មីទេប៉ុន្តែជាវិធីថ្មីក្នុងការភ្ជាប់មនុស្សនិងឱកាសជាសាកលចុងក្រោយនេះការអបអរសាទរនេះគឺសម្រាប់មនុស្សទាំងអស់អ្នកប្រើម្នាក់មានរឿងរ៉ាវផ្ទាល់ខ្លួនហើយរឿងរ៉ាវទាំងនោះបានរួមគ្នាបង្កើតជាចលនាមួយដែលបន្តសាងសង់រៀននិងឆ្ពោះទៅមុខជាមួយគ្នារួចបំពេញគោលដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏អ៊ីមែលបើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yesរួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជាប៉ាសពតបងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ